កចំនួនឥឡូវនិយាយពីថាមុខម្ហូបបង្កើតថ្មីដូចជាណែមជូរអាំងនេះអញ្ចឹងកាលពីខ្ញុំនៅតូចគឺថាអត់ដែលមានទេតែដល់ពេលខ្ញុំទៅលេងខ្ញុំហូបអូនិយាយពីថាឆ្ងាញ់មែនតែនដោយសារតែឃ្លានពេកចង់ហូបមិនដឹងធ្វើម៉េចបងប្អូនមានតែរៀនធ្វើដោយខ្លួនឯងញ៉ាំជាមួយនំបញ្ចុកហើយនឹងជីបន្ទាប់ជាមួយនិយាយពីថាឆ្ងាញ់យូរមែនតែនចំពោះគ្រឿងផ្សំខ្ញុំមានសាច់ជ្រូកកិនចំនួន1គីឡូខ្ទឹមសចិញ្ច្រាំ150ក្រាមស្ករស4ស្លាបព្រាបាយចំពោះខ្ទឹមសបងប្អូនដាក់ឲ្យច្រើនគឺថាពេលដែលវាជូរទៅគឺឈ្ងុយឆ្ងាញ់យូរមែនតែនខ្ញុំប្រឡាក់ខ្ទឹមសហើយនឹងស្ករឲ្យបានសព្វគ្នាជាមួយនឹងសាច់សិនយើងធ្វើអញ្ចឹងសាច់យើងគឺបានថ្លាហើយនឹងចូលជាតិល្អខ្ញុំឆ្លីរហូតតតែសាច់យើងហើយនឹងស្ករគឺថាឡើងស្អិតរមួតតែម្ដងបន្ទាប់មកខ្ញុំដាក់បាយសយើងធម្មតា170ក្រាមចំពោះបាយបើបងប្អូនអត់ចូលចិត្តក្របបងប្អូនអាចយកទៅកិនឲ្យម៉ត់ជាមួយនឹងសាច់ក៏បានដែរបន្ទាប់មកខ្ញុំដាក់អំបិល1ស្លាបព្រាបាយកន្លះម្សៅស៊ុបកន្លះស្លាបព្រាបាយរួចហើយយើងច្របល់គ្រឿងទាំងអស់ឲ្យបានសព្វគ្នាល្អមែនតែនចំពោះគ្រឿងយើងប្រើតែប៉ុណ្្នឹងគឺថាអត់មានដាក់អីទាំងអស់បើបងប្អូនចូលចិត្តម្ទេសបងប្អូនអាចបន្ថែមម្ទេសហិលទៀតគឺថាកាន់តែឆ្ងាញ់ពេលដែលយើងច្បាច់សពទៅគឺថាសាច់យើងឡើងរមួតល្អមែនតែនបន្ទាប់មកខ្ញុំប្រើថង់តិចតួចនេះយកមកច្រកខ្ញុំដាក់មួយស្លាបព្រាកន្លះទៅ2ស្លាបព្រាយើងដាក់ស្មានតាមហ្នឹងមកខ្ញុំដួសទាល់តែអស់ហើយរួចហើយខ្ញុំយកយើងមានកម៉បឬមួយក៏ប្រទេសអីបងប្អូនយកទៅរុញវិញអញ្ចឹងដើម្បីឲ្យសាច់យើងគឺថាបានស្មើគ្នាល្អបន្ទាប់មកខ្ញុំប្រើឈើចង្កាក់សាច់គោយកទៅចាក់ដើម្បីឲ្យវាចេញខ្យល់បន្ទាប់មកខ្ញុំប្រើកៅស៊ូចងខាងក្បាលហើយនិងខាងកន្ទុយយើងធ្វើអញ្ចឹងដើម្បីឲ្យសាច់យើងគឺថាបានហប់ហើយនឹងណែនហាប់ល្អចំពោះថង់វិញដោយសារតែខ្ញុំអស់ថង់ធម្មតាអញ្ចឹងហើយខ្ញុំប្រើថង់កឹបបើបងប្អូនអត់មានថង់បងប្អូនអាចប្រើជាស្បោងគ្របម្ហូបយកមកដាក់ក៏បានឬមួយក៏ស្លឹកចេកអីក៏បានដែរចំពោះសាច់ជ្រូកបើបងប្អូនចូលចិត្តសាច់រាងលាយខ្លាញ់បងប្អូនអាចបន្ថែមសាច់លាយខ្លាញ់ឬមួយក៏បងប្អូនប្រើជាសាច់3ជាន់ណាគឺថាកាន់តែឆ្ងាញ់ហើយបងប្អូនអាចបន្ថែមដូចជាជីបន្ស៊ុយឬមួយក៏ស្លឹកក្រូចសោចបន្ថែមទៀតណាដោយសារតែខ្ញុំទៅតែរៀនធ្វើអញ្ចឹងហើយខ្ញុំអត់សូវហ៊ានដាក់គ្រឿងច្រើនទេតែលទ្ធផលគឺថាល្អខ្លាំងមែនតែនបងប្អូនពេលដែលយើងវេចខ្ចប់រួចអស់ហើយខ្ញុំដាក់ទៅក្នុងប្រអប់ហើយយើងគ្របទុកចោល3យប់ទៅ4យប់មកគឺថាឆ្ងាញ់ហើយជូរល្មមតែម្ដងបើបងប្អូនអត់ចូលចិត្តជូរខ្លាំងទុកតែ3យប់បានហើយពេលដែលបងប្អូនហូបអត់អស់បងប្អូនអាចដាក់ទៅក្នុងទូកកពេលដែលយើងចង់ហូបយើងគ្រាន់តែយកចេញមកហើយយើងដាក់អាំងទៅយើងមិនបាច់ធ្វើច្រើនដងឬមួយក៏បងប្អូនចង់ហូបរាល់ថ្ងៃបងប្អូនដាក់នៅក្នុងទូធម្មតាទូត្រជាក់ធម្មតាសិនទៅពេលដែលយើងគិតថាយើងរៀងធំលែងចង់ហូបហើយបងប្អូនចាំដាក់ទៅក្នុងទូកកឥឡូវនេះខ្ញុំយកមកអាំងសាក3មើលឃើញថាជូរឆ្ងាញ់ហើយរសជាតិវិញគឺថាផ្អែមប្រៃល្មមតែម្ដងនេះខ្ញុំទុកតែ3ថ្ងៃទេបើទុក4ថ្ងៃ5ថ្ងៃទៀតបងប្អូនគឺថាកាន់តែជូរខ្លាំងមែនតែនហើយយើងហូបជាមួយនឹងជ្រក់ល្ហុងឬមួយក៏ជ្រក់ស្ពៃហើយនឹងបាយដំណើបឬមួយក៏នំបញ្ចុកអីបងប្អូនគឺថាត្រូវមែនតែនឆ្ងាញ់ណាស់បងប្អូនគឺថាឲ្យលេខ1តែម្ដងហើយឡើងឈ្ងុយពេញផ្ទះគ្រាន់តែអាំងអរគុណ